Okay, so ទាំងអស់គ្នាអញ្ចឹងវីដេអូនេះយើងនឹងមករៀនជាមួយនឹង present simple ហើយខ្ញុំនឹងបញ្ចូលជាភាសាខ្មែរដើម្បីឲ្យងាយសម្រាប់គ្នាយើងដែលគាត់នឹងចាប់ផ្ដើមរៀនភាសាអង់គ្លេសអញ្ចឹងមុននឹងចាប់ផ្ដើមយើងទាំងអស់គ្នាអាច subscribe ទៅលើ channel ដែលមាននៅលើរូបហ្នឹងឬក៏ទាំងអស់គ្នាអាចស្វែងរក link ក្នុងវីដេអូដើម្បីចូលទៅកាន់ channel របស់ខ្ញុំដើម្បីឲ្យគ្នាយើងបានអាចរៀនភាសាអង់គ្លេសជាភាសាខ្មែរហើយទាំងអស់គ្នាក៏អាចមាន group Telegram ដើម្បីសួរព័ត៌មានផងដែរហើយតំណែងមួយទៀតដែលគួរឲ្យចាប់អារម្មណ៍រាល់ថ្ងៃខ្ញុំកំពុងតែរៀនភាសាអង់គ្លេសចុងសប្តាហ៍អត់កាត់ថ្លៃហើយយើងរៀនតាមរយៈ online ចាប់ពីម៉ោង8ដល់ម៉ោង9យប់ទាំងអស់គ្នាក៏អាចរកមើល link ដើម្បីសួរព័ត៌មាននៅក្នុងវីដេអូខាងក្រោយនេះផងដែរអូខេអញ្ចឹងយើងអត់ចង់ចំណាយពេលច្រើនទេយើងចង់ចាប់ផ្ដើមមេរៀនរបស់យើងតែម្ដងអញ្ចឹងថ្ងៃនេះយើងនឹងចាប់ផ្ដើមជាមួយនឹង present simple អូខេបច្ចុប្បន្នកាលធម្មតាអញ្ចឹងថាតើចាំមើលថាបច្ចុប្បន្នកាលធម្មតាយើងប្រើដើម្បីអីអូខេអញ្ចឹងបច្ចុប្បន្នកាលធម្មតាយើងប្រើមាន3លក្ខខណ្ឌទី1ដើម្បីបញ្ជាក់អំពីទម្លាប់ឬក៏អ្វីយើងធ្វើប្រចាំថ្ងៃយើងអាចឃើញ habits routines we use it to describe action that happen repeatedly this often involves adverbs of frequency like always often sometimes usually never every day once a week អញ្ចឹងទាំងអស់គ្នានៅពេលដែលទាំងអស់គ្នានេះគឺជា keynote ទាំងអស់គ្នាអាចមើលនៅពេលដែលយើងឃើញពីថា always sometimes or usually អញ្ចឹងអានេះគឺជាអីមួយដែលគេប្រាប់ថាអំពីទម្លាប់របស់យើងអូខេឥឡូវឧទាហរណ៍ថាយើងថា always អញ្ចឹង always តែងតែអញ្ចឹងពេលយើងបានថាតែងតែគឺបានថាយើងធ្វើវាជាប្រចាំអូខេនេះជាលក្ខខណ្ឌទី1អញ្ចឹងយើងអាចមានឧទាហរណ៍ពីរទៅនេះ I drink coffee every morning okay she goes to the gym 3 times a week អញ្ចឹងឃើញឧទាហរណ៍ទី1 I drink coffee every morning ខ្ញុំផឹកកាហ្វេជារៀងរាល់ថ្ងៃអញ្ចឹងបានថាទម្លាប់គាត់ទម្លាប់ខ្ញុំផឹកកាហ្វេរាល់ថ្ងៃតែម្ដងរាល់ព្រឹកតែម្ដងអញ្ចឹងឧទាហរណ៍ទី2ក៏ស្រដៀងគ្នានាងទៅ gym 3ដងក្នុងរយៈពេល1សប្តាហ៍អូខេលក្ខខណ្ឌមួយទៀតក៏យើងអាចប្រើប្រាស់វាជាមួយនឹងជារឿងពិតឬក៏បញ្ហារឿងហ្នឹងទូទៅគឺវាណានាក៏ដឹងដែរគឺទូទៅហើយគេដឹងអញ្ចឹងភាសាអង់គ្លេស this refer to statements that are universally true or accepted as facts okay អញ្ចឹង example ឧទាហរណ៍ the sun rises in the east អញ្ចឹងអ្នកហ្នឹងហើយថាព្រះអាទិត្យគឺច្បាស់ហើយរះនៅខាងកើតហើយអ្នកណាក៏គេដឹងដែរអញ្ចឹងរឿងនេះគឺយើងហៅថា general truth ឬក៏ឧទាហរណ៍មួយទៀត water boils at 100 degrees Celsius អញ្ចឹងអានេះបើផ្អែកទៅតាមវិទ្យាសាស្ត្រយើងដឹងថាទឹកកំពុះនៅអំឡុងសីតុណ្ហភាព100អង្សាសេនៅក្នុង present simple យើងក៏អាចប្រើវាសម្រាប់បានថានៅក្នុងតារាងពេលវេលាឬក៏តារាងធ្វើដំណើរផ្សេងៗដែរអញ្ចឹងឧទាហរណ៍ when talking about fake future events especially for public transport cinema listings or school timetables etc so we often use the present simple អញ្ចឹងបើសិនជាគេនិយាយអំពី the train leaves at 7 pm អញ្ចឹងបានថាម៉ោងនេះគឺម៉ោងដែលប្រភ្លើងគឺចាក់ចេញហើយអញ្ចឹងយើងនិយាយពេលណាក៏ដោយព្រោះឥឡូវយើងចង់ប្រាប់ថាមិនថាយើងសួរយើងថារថភ្លើងចេញនៅម៉ោងប៉ុន្មានបើទោះបីជាយើងជិះរថភ្លើងមិនសមវិញក៏ដោយប៉ុន្តែយើងនៅតែនិយាយថា the train leaves at 7 pm អញ្ចឹងយើងអាចកន្លែងនេះវាអាចស្តៀងនឹង habit ដែរប៉ុន្តែបញ្ហានេះវាជាផ្សេងមិនថាទម្លាប់របស់រថភ្លើងហ្នឹងគឺដឹងតែរត់នៅម៉ោង7ហ្នឹងឯងអូខេ The movie starts at 8:30 tonight អញ្ចឹងរឿងគឺនឹងចាប់ផ្ដើមបញ្ចាំងនៅម៉ោង8កន្លះហ្នឹងអញ្ចឹងអានេះវានៅក្នុង timetable នៅក្នុងតារាងពេលដែរសាច់រឿងហ្នឹងបញ្ចេញអូខេយើងទៅមើលទៅ form របស់វាអញ្ចឹងគេថា the formula for present simple tense depends on whether the subject is singular or plural and whether the sentence is affirmative negative or interrogative អញ្ចឹង informative យើងអាចនិយាយន័យមួយទៀតគឺ positive sentence negative sentence ឬក៏ question sentence អូខេអញ្ចឹងនៅក្នុងប្រយោគស្រប positive sentence ឬក៏ affirmative sentences យើងអាចមាន subject
Okay បើសិនជា subject នេះជា plural noun យើងអាចមាន I you we they បន្ទាប់មក plus base form of verb អញ្ចឹងពេលថា base form គឺបានថាកិរិយាសព្ទខ្ទង់ដើមខ្ទង់ទី1 Okay ហើយក៏យើងមាន option មួយទៀតគឺ subject សម្រាប់ he she it ឬក៏យើងអាចហៅថា singular nouns អញ្ចឹងយើងប្រើប្រាស់ជាមួយ base form ដូចគ្នាប៉ុន្តែមានលក្ខខណ្ឌខ្លះយើងត្រូវមានថែម es ឬក៏ es ហើយនេះគឺជាអីមួយដែលសិស្សភាគច្រើនគាត់ច្រឡោះ Okay he learns she studies it eats យើងឃើញអត់គ្រប់គេអាសព្ទយើងមាន s យើងមានដូចវាយថែម ies ហើយយើងមានថែម s ប៉ុន្តែបើសិនជាយើងប្រើជាមួយនឹង are you with they ដូចយើងឃើញខាងលើ I eat they study students learn អត់មានថែមអីទេឃើញអត់គឺគេអាសព្ទយើងមកប៉ុណ្ណឹងយើងប្រើប៉ុណ្ណឹងតែម្ដងអូខេ